បាទតួនាទីរបស់ thermostat គឺវាមានតួនាទីរារាំងស្ទះទឹកបាទឲ្យគ្រប់សីតុណ្ហភាព82អង្សាសេដោយបានបង្ហាញនៅក្នុងបាទក្លាបេទឹកនឹងឯងដែលយើងហៅភាសាបច្ចេកទេសហៅថា thermostat ហ្នឹងណាបាទអញ្ចឹងវាមានតួនាទីរាំងទឹករហូតដល់កម្ដៅ82អង្សាសេបានវាចាប់ផ្ដើមបើកទឹកបាទប៉ុន្តែដោយសារតែអាការៈឡាននេះគឺវាមានបញ្ហាឡើងសម្ពាធបាទឡើងសម្ពាធក្តៅហើយម៉ាស៊ីនឡើងទៅដល់កម្ដៅ97អង្សាជិត100អង្សាឯណោះបាទដោយសារអីដោយសារតែក្លាបេហ្នឹងវាគាំងវាអាចបញ្ចេញទឹកបានទាន់ពេលវេលាអញ្ចឹងវាថយឡើងកម្ដៅហើយចង្ហាល់ដៅខ្លាំងបាទម្យ៉ាងទៀតធុងទឹកហ្នឹងគឺអត់ត្រឹមត្រូវរបស់វាទេដោយសារតែធុងទឹកហ្នឹងស្ដើងពេកអញ្ចឹងពេលដែលធុងទឹកវាស្ដើងអញ្ចឹងវាធ្វើឲ្យបរិមាណទឹកហ្នឹងអត់គ្រប់គ្រាន់ដើម្បីឲ្យបញ្ចុះសីតុណ្ហភាពបានត្រឹមត្រូវអញ្ចឹងយើងត្រូវបានផ្លាស់ប្ដូរធុងទឹកថ្មីបាទម្ចាស់ឡានឲ្យប្ដូរថ្មីដើម្បីឲ្យវាគ្រប់ទំហំរបស់វាវិញបាទបន្ទាប់ពីយើងបានផ្លាស់ប្ដូររួចរាល់ក៏យើងពិនិត្យឃើញថាវាដំណើរការធម្មតាវិញដោយសារអីទៅយកខាងក្រោមវាត្រជាក់ហើយទៅយកខាងលើវាក្តៅនេះគឺជាការត្រឹមត្រូវហើយអរគុណច្រើនពុកម៉ែបងប្អូនសម្រាប់ទស្សនា